សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែជំរាបសួរនាងខ្ញុំឈ្មោះភេងកតយាគឺជាអតីតសិស្សនិតេអេមកពីសាលារៀនសុវណ្ណភូមិសាខាតាខ្មៅទី3ក្នុងឆ្នាំសិក្សា2024-2025កន្លឺឬក៏បទពិសោធន៍ក្នុងការទទួលបាននៅនីតិអេហ្នឹងខ្ញុំគិតថាចាប់ផ្ដើមដំបូងសិស្សគ្រប់រូបត្រូវតែស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងហើយយើងត្រូវចាប់ផ្ដើមពីកន្លែងហ្នឹងទៅឧទាហរណ៍ថាមុខវិជ្ជាណាដែលយើងគិតថាវាជាចំណុចខ្លាំងនៃយើងអញ្ចឹងយើងត្រូវប្រកាសថាយើងត្រូវរៀនមិនឲ្យវាដឹងតែបាន A តែម្ដងផលវិបាកដែលខ្ញុំជួបប្រទះខ្លាំងបំផុតហ្នឹងយើងសង្កត់ធ្ងន់ទៅលើបញ្ហា motivation ឬក៏បញ្ហាផ្លូវចិត្តនេះឯងក្នុងការសិក្សានិយាយទៅគឺតាំងពីដើមឆ្នាំរហូតដល់ពេលប្រឡងតែម្ដងដូចដើមឆ្នាំអញ្ចឹងយើងដឹងហើយថាយើងចង់បាននីតិអេប៉ុន្តែយើងអត់មាន motivation ក្នុងការរៀនទេយើងអត់ដឹងថាយើងត្រូវចាប់ផ្ដើមពីកន្លែងណាត្រូវរៀនមិនដើម្បីទទួលបានអញ្ចឹងរហូតមកដល់រៀនបានពាក់កណ្ដាលឆ្នាំយើងចាប់ផ្ដើមមានអារម្មណ៍ថាយើង burn out ហើយយើងអត់ដឹងថាយើងរៀនទៅយើងបានវាអត់ឬក៏យើងមានអារម្មណ៍ថាអត់ដឹងថាយើងទទួលបានវាអត់ទេអញ្ចឹងយើងភ័យយើងអីឬក៏បាក់ទឹកចិត្តក្នុងការរៀនសម្រាប់ការគ្រប់គ្រងរបស់លោកគ្រូអ្នកគ្រូហើយនិងគណៈគ្រប់គ្រងសាលាដើម្បីជំរុញឲ្យពួកខ្ញុំទទួលបាននីតិអេមួយនេះគឺគាត់រួមចំណែកជួយខ្លាំងមែនទែនគឺយើងអាចរំលងការជួយរបស់គាត់បានទេយើងលើកលោកគ្រូអ្នកគ្រូរបស់យើងជាក់ស្ដែងគាត់បានចំណាយពេលវេលាទាំងកម្លាំងកាយកម្លាំងចិត្តរបស់គាត់ព្យាយាមស្រាវជ្រាវយកឯកសារល្អយកមកបង្វឹកពួកយើងហើយបន្ថែមពីនោះគាត់បានព្យាយាមប្រើភាពអត់ធ្មត់បញ្យល់បង្ហាញពួកយើងទោះបីជាយើងអត់យកកន្លែងដដែលក៏គាត់នៅតែស្រឡាញ់បង្ហាញពួកយើងដោយភាពអត់ធ្មត់និងក្តីស្រឡាញ់ហើយបន្ថែមពីនោះសាលារៀនសុវណ្ណភូមិក៏បានរួមចំណែកក្នុងការជួយជំរុញឲ្យទទួលបាននីតិល្អមួយនេះផងដែរដោយសារសាលាមាន system ក្នុងការប្រឡងល្អមែនទែនតាំងពីប្រឡងប្រចាំខែមានការប្រឡងមកតែប្រឡងឆមាសគឺសាលាព្យាយាមរៀបចំការប្រឡងការអង្គុយបែងចែកកាលវិភាគប្រឡងអីឲ្យមានលក្ខណៈស្តង់ដារដូចស្តង់ដាររបស់ក្រសួងអញ្ចឹងបើសិនជាខ្ញុំអាចត្រឡប់ពេលវេលាត្រឡប់ទៅរៀននៅសាលារៀនសុវណ្ណភូមិវិញអីដែលខ្ញុំចង់កែប្រែខ្លាំងជាងគេនោះគឺការប្រើពាក្យថាចាំស្អែកចាំរៀនពាក្យមួយហ្នឹងគឺវាបានធ្វើជាឧបសគ្គដ៏ធំមួយសម្រាប់លទ្ធផលរបស់ពួកខ្ញុំនឹងសឹងតែថាដោយសារតែពាក្យចាំស្អែកចាំរៀននឹងហើយធ្វើឲ្យខ្ញុំប៊ីសនិងបាត់បង់នីតិដ៏ល្អមួយនេះជាចុងក្រោយខ្ញុំមានតែរៀបដៃ10សំពះអរគុណទៅកាន់ប៉ាម៉ាក់លោកគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលាដែលពួកគាត់តែងតែបានជំរុញលើកទឹកចិត្តនិងនៅក្បែរពួកខ្ញុំរហូតតាំងពីពេលចាប់ផ្ដើមតាំងពីពួកគាត់មិនមានទំនុកចិត្តឬក៏ពួកខ្ញុំមិនបានបង្ហាញថាគាត់អាចទុកចិត្តពួកខ្ញុំក្នុងការទទួលបានលទ្ធផលនេះទេក៏គាត់នៅតែនៅខាងពួកខ្ញុំរហូតដល់ពួកខ្ញុំទទួលបានជោគជ័យនេះសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា